បាទជំរាបសួរបងប្អូនអ្នកគ្នាអញ្ចឹងស្វាគមន៍សាជាថ្មីមកកាន់ការវិភាគទៅលើទំនោរតម្លៃហាងឈាមអន្តរជាតិជួបជាមួយនឹងខ្ញុំម្ដងទៀតហើយឧត្តមសម្រាប់ថ្ងៃនេះគឺថ្ងៃទី16ខែកក្កដាឆ្នាំ2025យើងនឹងទៅមើលទំនោរទីផ្សារទាំងអស់គ្នាសម្រាប់ថ្ងៃនេះក៏ដូចជាការវិភាគទៅលើព័ត៌មានមួយចំនួនដែលអាចប៉ះពាល់ទៅដល់តម្លៃហាងឈាមអន្តរជាតិថ្ងៃនេះសូមខ្លីៗទេបងប្អូនអ្នកគ្នាដោយសារតែមានការមិនតាន់ហើយក៏ជាស្រ័យដែរសម្រាប់អ្នកតាមដានការ live ជារៀងរាល់ព្រឹកជាមួយនឹងគ្រូលងសំណាងគាត់អត់តាន់បានត្រឡប់មកពីខេត្តវិញទេចឹងថ្ងៃនេះខ្ញុំឧត្តមនឹងធ្វើការសង្ខេបទីផ្សារជូនដល់បងប្អូនអ្នកគ្នាបាទអញ្ចឹងដំបូងឡើយគឺយើងត្រូវមើលទៅលើ technical ហើយសម្រាប់តម្លៃខ្ពស់ទៀតដែលយើងវាស់តាមបច្ចេកទេស pivot point ខ្ញុំបានដាក់បន្ទាត់ជូនដល់បងប្អូនអរគ្នាហើយយើងឃើញថាឥឡូវនេះតម្លៃ handshake វាកំពុងជួយនៅតម្លៃ4031គៀកទៅនឹងខ្សែបន្ទាត់ pivot point របស់យើងទី1សម្រាប់ឱកាសក្នុងការចូលទិញបាទបងប្អូនអរគ្នាគឺនៅ4024តែយ៉ាងណាខ្ញុំណែនាំកុំឲ្យតន់ចូលទិញសម្រាប់ធ្លាក់មកដល់4024នេះអីអាចចាំចូលដល់បន្ទាត់ទី2ទៅហើយតម្លៃទាំងអស់នេះបងប្អូនគេអាចទៅយកបានពី Telegram Channel របស់យើងចង់ចូលនៅក្នុង Telegram Channel របស់យើងគ្រាន់តែចុចចូលនៅក្នុង Channel link នៅក្នុង caption នោះគឺអាចចូលបានដែរបងប្អូនគ្នាចឹងទាំងពីរបើសិនជាវាឡើងមកប៉ះខ្សែ resistance 48នេះក៏គួររងចាំសិនទៅចាំឡើងដល់ខ្សែ4116ចាំពិចារណាក្នុងការទិញក្នុងការលក់រយៈពេលវែងបាទអាចឡើងទៅដល់4152ក្នុងថ្ងៃនេះទៀតកាន់តែល្អណាឬក៏ចុះមកដល់3960គឺរឹតតែល្អមែនទែនសម្រាប់បងប្អូនក្នុងការចូលទិញលក់ប្រចាំថ្ងៃអូខេអញ្ចឹងឥឡូវយើងទៅមើលព័ត៌មានប្រចាំថ្ងៃវិញយើងមើលទៅលើសារភាពភូមិសាស្ត្រនយោបាយយើងឃើញថានៅតែ headline សំខាន់គឺនៅតែជាសារភាពសង្គ្រាមនៅមជ្ឈមពាងរវាងអាមេរិកនិងអ៊ឺរ៉ង់បាទអញ្ចឹងយើងឃើញថាកម្ដៅនៅក្នុងកម្ដៅនៅមជ្ឈមពាងគឺនៅតែមានអត់អាចរំអិតជូនដល់បងប្អូនអ្នកគ្នាទេព្រោះសារអាចនឹងចំណាយពេលយូរអញ្ចឹងបើសិនបងប្អូនគ្នាចង់ដឹងព័ត៌មានលម្អិតអាចចូលទៅមើលនៅក្នុងសារព័ត៌មាន Reuters ទៅបាទចុចលើនឹងបើសិនជាបងប្អូនគ្នាមិនយល់ជាភាសាអង់គ្លេសអាចបាទ copy ដាក់នៅក្នុង Google Translate គឺអាចបាន detail មែនតើតែជារួមមកយើងឃើញថាកម្ដៅនៅមួយជាមួយពេលគឺនៅតែមាននៅតែដាក់សម្ពាធទៅលើតម្លៃហាងឈាមអន្តរជាតិឲ្យមានការធ្លាក់ចុះបាទតើតើជាមួយនឹងព័ត៌មានពីចុងក្រោយតើតើជាមួយនឹងPPI ក៏ដូចជា CPI ក៏ចេញពីម្សិលមិញ PPI ក៏ចេញនៅយប់មិញទាំងអស់គឺសិតតែអត់ល្អទេសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយើងឃើញនៅពេលដែលបងមានចេញតម្លៃហាងចេញមានការហក់ឡើងទាំង2ថ្ងៃតែម្ដងប៉ុន្តែយ៉ាងណាសម្រាប់រយៈពេលវែងគឺតម្លៃហាងឆេងនេះគឺស្ថិតនៅក្នុងលំហូរធ្លាក់ចុះដដែលទេដែលខ្ញុំបានបញ្ជាក់កាលពីម្សិលមិញអញ្ចឹងគឺតម្លៃហាងឆេងនេះអត់មានឡើងផុតចេញពីខ្សែdown trend របស់វាទេគឺនៅក្នុងនឹងដដែលហើយវាជាចំណុចរបត់ដែលតម្លៃហាងចេញមាននឹងមានការប្រែប្រួលខ្លាំងតើវាមកដល់នឹងហើយវាទៅលើវិញឬក៏វាធ្លាក់ម្ដងក្រោមតែម្ដងហើយចំណុចដែលត្រូវយកទៅពិចារណាទី1គឺតទៅជាមួយនឹងសារភាពភូមិសាស្ត្រនយោបាយហ្នឹងហើយគឺនៅតែមានសម្ពាធដែលធ្វើឲ្យតម្លៃហាងចេញមានការធ្លាក់ចុះបាទទី1បាទហើយបើសិនជាយើងក្រឡេកទៅមើលទិន្នន័យសេដ្ឋកិច្ចពីចុងក្រោយសំខាន់មែនតើដែលចេញមកគឺអត់សូវល្អសម្រាប់លុយដុល្លារទេsupport ឲ្យតម្លៃហាងឆេងមានការកើនឡើងអញ្ចឹងពីរនេះរៀងផ្ទុយគ្នាបន្តិចប៉ុន្តែអ្វីដែលយើងអាចចាប់ទាញសម្រាប់អត្តពលរយៈពេលវែងព័ត៌មានដែលចេញនៅ2ថ្ងៃចុងក្រោយនេះជាអត្តពលខ្លីៗទេប៉ុន្តែអ្វីដែលបន្តឲ្យមានអត្តពលវែងហ្នឹងគឺនេះបងប្អូនអ្នកគ្នាបន្តវាចេញព័ត៌មាន2ថ្ងៃជាប់គ្នានឹងសិតតែអត់ល្អការរំពឹងទុកថានឹងមានការដំឡើងអត្រាកាប់ប្រាក់ 0.25% គឺធ្លាក់មកដល់ 10% ហើយឲ្យរក្សានៅដដែលហ្នឹងគឺឡើងទៅដល់89កាលពីម្សិលមិញអានេះ 16% ណាអញ្ចឹងអានេះបើសិនជាវាកើនឡើងទៅវិញមិនហាងចេញមានរត់តែមានសពាតក្នុងការធ្លាក់ចុះតែបើសិនជាអានេះកាន់តែសក់គឺមានន័យថាលែងសូវមានសពាតទេប៉ុន្តែយ៉ាងណាក៏អត់ទាន់មានសញ្ញានឹងការកើនឡើងសម្រាប់តម្លៃហាងចេញមានដែរពីព្រោះថាវានៅតែមានឱកាសក្នុងការរក្សាអញ្ចឹងទាំងរក្សាទាំងដំឡើងគឺសិតតែអាចធ្វើឲ្យតម្លៃហាងចេញមានសម្ពាធក្នុងការធ្លាក់ចុះដូចគ្នាគ្រាន់តែរក្សាមានទម្ងន់តិចជាងគេរំពឹងថានឹងមានការតម្លាក់ខ្លះបងប្អូនអរគ្នាអញ្ចឹងសរុបមកវិញមកតម្លៃហាងឆេងមាសគឺនៅតែមានសម្ពាធខ្លាំងដដែលដែលអាចធ្វើឲ្យវាមានការធ្លាក់ចុះបាទបើសិនជាយើងមើលម្ដងនេះអញ្ចឹងដល់ឡែនេះជាចំណុចសំខាន់តែបងប្អូនគ្នាត្រូវតែពិចារណា
ប្រុងប្រយ័ត្នទាំងអស់គ្នាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតឬក៏ update ដើម្បី handshake មានផ្សេងៗឬក៏ការប្រឹក្សាយោបល់ផ្ទាល់ខ្លួនបងប្អូនអ្នកគ្នាអាចតាក់ទងមកកាន់ខ្ញុំបានម្ដងតាមរយៈTelegram ដែលមានដាក់ក្នុង caption អញ្ចឹងសម្រាប់ការវិភាគទៅលើដំណោតម្លៃ handshake មានថ្ងៃនេះថ្ងៃទី16ខែកក្កដាឆ្នាំ2026មានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអ្នកគ្នាសម្រាប់ការតាមដានហើយកុំភ្លេចចុច like ឬក៏ follow ដើម្បីទទួលបានព័ត៌មានភ្លាមៗអរគុណច្រើន